រឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខមានរឿងព្រេងមួយដំណាលថាមានបុរសកំជិលម្នាក់មានប្រពន្ធគ្រប់លក្ខមានកិរិយាមារយាទល្អចេះគោរពប្រណិប័តប្តីតាំងពីបានគ្នាជាប្តីប្រពន្ធមកបុរសកំជិលចេះតាពីដេកដល់ឃ្លានបាយទើបក្រោកឡើងស៊ីរួចដេកទៅវិញសូម្បីថ្នាំជូកក៏ប្រពន្ធមូឲ្យដែរប្រពន្ធជាមនុស្សគោរពប្រណិប័តប្តីមិនមានពាក្យអាក្រក់ទៅលើប្តីសោះលើកបាយទឹកនិងរបស់អ្វីឲ្យប្តីសុទ្ធតែសំពះដល់ទៅយូរទៅមានសេចក្តីក្រីក្រខ្លាំងណាស់នាងនោះរកអ្វីចិញ្ចឹមពុំបានសោះឡើយថ្ងៃមួយនាងរៀបស្លា5ម៉ាត់បារី5ចូលទៅក្រាបសំពះប្តីហើយថាខ្ញុំសុំទោសអ្នកប្តីត្បិតយើងសពថ្ងៃក្រណាស់យើងមិនបានរកស៊ីគ្មានអ្វីទទួលទានទេខ្ញុំសូមឲ្យអ្នកទៅកាប់ឈើធ្វើនឹងគល់ឬអ្នកធ្វើស្រែនឹងគេត្បិតដល់រដូវធ្វើស្រែហើយប្តីថាបាទដូច្នោះនាវដាំបាយរៀបចំវែកជាសំណុំឲ្យប្តីមកចុះប្តីនឹងទៅរកកាប់ឈើធ្វើនឹងគល់ឬអ្នកដើម្បីទៅភ្ជួរស្រែថ្ងៃស្អែកនេះប្រពន្ធក្រោកពីយប់ដាំបាយវែកជាកញ្ចប់មៀងទាំងដឹងមៀងទាំងពូថៅទៅផងបុរសគុំជិលដេកទាល់តែថ្ងៃរះប្រពន្ធពុំហ៊ានដាស់ចាំឲ្យក្រោកខ្លួនឯងដល់ក្រោកហើយប្រពន្ធដងទឹកទៅលុបមុខឲ្យរួចស្រេចនាងក៏ហុចស្លាបារីនិងបាយកញ្ចប់ព្រមទាំងគ្រឿងប្រដាប់ទៅឲ្យប្តីបុរសនោះក៏ចុះពីលើផ្ទះទៅចូលក្នុងព្រៃរកឈើបានឃើញឈើមួយដើមមានមែកសាខាម្លប់ត្រជាក់ក៏ដាក់បាយសំណុំដឹងពូថៃហើយដេកកងអន្ទាក់ខ្លាមើលទៅលើនិយាយតែម្នាក់ឯងថាមែកឈើនេះត្រូវធ្វើជាភ្នៀងនឹងគល់មែកនេះត្រូវធ្វើជាយាមមែកនេះត្រូវធ្វើជាដងមែកនេះត្រូវជានឹមរីឯមែកនេះត្រូវជារនះគ្រាន់តែដេកថាប៉ុណ្ណឹងពេលឃ្លានបាយក្រោកឡើងស្រាយបាយសំណុំស៊ីរួចដេកថាដូចមុនទៀតថ្ងៃរសៀលត្រឡប់មកផ្ទះវិញប្រពន្ធឃើញរត់ទទួលយកគ្រឿងប្រដាប់នាំប្តីឡើងទៅលើផ្ទះយកទឹកលាងជើងឲ្យប្តីហើយសួរថាប្តីទៅដល់ទីនោះបានការដូចម្ដេចខ្លះប្តីថាមិនទាន់បានទេនាងចាំស្អែកសឹមទៅទៀតដល់កន្លែងដើមឈើនោះហើយរុក្ខទេវតាដែលអាស្រ័យនៅទីនោះឮបុរសកំជិលថាដូច្នោះក៏ភ័យខ្លាចរកកន្លែងនៅគ្មានក៏គិតគ្នានឹងតាមទៅវាយសម្លាប់បុរសនោះឲ្យស្លាប់នៅមាត់ចិន្តាផ្ទះកុំឲ្យវាមកកាប់ឈើនេះបានបុរសនោះក៏ត្រឡប់មកផ្ទះវិញរុក្ខទេវតាតាមមកដល់មាត់របងឃើញប្រពន្ធរត់ទៅទទួលប្តីដល់មាត់ចិន្តាយកទឹកលាងជើងឲ្យប្តីដោយសេរីសួស្តីប្រពន្ធនោះទេវតាចូលមិនចុះមិនហ៊ានវាយបុរសនោះរួចពីអន្តរាយក៏ឡើងទៅលើផ្ទះប្រពន្ធសួរនិយាយដូចមុនទៀតថាមិនហើយប្តីឆ្លើយថាបានសັບគ្រប់អស់ហើយព្រឹកនេះខ្ញុំទៅកាប់បង្ហើយនាងទេវតាភ័យណាស់និយាយគ្នាថាបុរសនោះមុខជាកាប់ហើយព្រឹកនេះហើយបន្ទាប់មកក៏នាំគ្នាមកនិយាយអង្វរថាសូមកុំកាប់ឈើនោះអីពីព្រោះពួកយើងអាស្រ័យនៅទីនោះហើយបុរសនោះថាខ្ញុំមិនព្រមទេព្រឹកនេះខ្ញុំទៅកាប់ហើយទេវតាភ័យណាស់ក៏នាំគ្នានិយាយប្រាប់ពីទីកន្លែងកំណប់មាសប្រាក់ឲ្យបុរសនោះសួរថាឲ្យកំណប់មាសប្រាក់ខ្ញុំប៉ុន្មានកន្លែងទេវតាថា2កន្លែងឯណោះបុរសនោះថាខ្ញុំមិនព្រមទេបើបាន4កន្លែងទើបព្រមហើយឲ្យដាក់ឈើសម្គាល់ឲ្យផងទេវតាក៏ព្រមធ្វើតាមកុំឲ្យតែកាប់ដើមឈើនោះបុរសនោះថាបើដូច្នោះខ្ញុំលែងកាប់ហើយក៏ប៉ុន្តែព្រឹកនេះខ្ញុំទៅគាស់កំណប់នោះហើយទេវតាថាទៅចុះធ្ញិងដោតឈើសម្គាល់ទុកឲ្យព្រឹកឡើងប្តីប្រពន្ធនាំគ្នាទៅគាស់កំណប់ដែលទេវតាឲ្យក្នុងកំណប់មួយកន្លែងទាំងពីរនាក់ប្តីប្រពន្ធត្រូវជញ្ជូន3ថ្ងៃបានសុទ្ធតែមាសនោះប្រាក់ចាក់គោពេញផ្ទះនាងនោះក៏រៀបចំដាក់ហ៊ីបដាក់ឡាំងមិនឲ្យអ្នកណាឃើញហើយក៏ជួជាងឲ្យធ្វើគ្រឿងប្រដាប់លក់ជាចំនួនរឹតតែមានឡាងបានជាសេដ្ឋីមានមនុស្សកុះកមូលមកនិងពឹងពាក់ជាច្រើនរាប់មិនអស់ចាប់តាំងពីពេលនោះមកទ្រព្យគង់ត្បិតស្រីចេះសំចៃទុកផ្ទះធំស្រណុកត្បិតលាក់ស្រី